ខំលះបង់សាច់ស្រស់ឈាមស្រស់លះបង់ទាំងសម្រស់ខ្លួនឯងដើម្បីមើលថែកូនឲ្យគេហើយបង្កើតកូនឲ្យគេហើយចុងក្រោយគ្រាន់តែគ្មាននេតាស៊ីវិលគេថាត្រឹមតែជាសង្សារគិតទៅមនុស្សស្រីចាំតរងគួរពីមនុស្សអាត្មានិយមដែលជាបរិសុទ្ធគ្មានទំនួលខុសត្រូវបង្កើតកូនឲ្យចោលបាយជាយកលេសដោះសារដើម្បីការពារអ្នកក្រោយបែបហ្នឹងវិញរឿងនេះបានបង្រៀនទៅបងប្អូនស្ត្រីដែលមិនទាន់មានគ្រួសារមុននឹងយកគ្រួសារត្រូវមើលឲ្យច្បាស់ថាមនុស្សប្រុសដែលយើងយកជាគូអនាគតហ្នឹងតែគេមានលំនឹងប៉ុណ្ណាគេស្មោះត្រង់ជាមួយយើងប៉ុណ្ណាអញ្ចឹងបងប្អូនស្ត្រីកុំភ្លេចមើលថែខ្លួនឯងស្រឡាញ់ខ្លួនឯងនិងពង្រីកសមត្ថភាពខ្លួនឯងឲ្យបានខ្លាំងព្រោះអីនៅពេលដែលយើងមានសមត្ថភាពរកចំណូលបានចាយដល់ខ្លួនឯងបុរសគាត់ក៏មានការយ៉ាងហោចណាស់ក៏មានការក្រែងចិត្តនិងការគោរពមកលើយើងខ្លះដែរបាទសម្រាប់ខ្ញុំវិញណាមិនថាតែខ្ញុំមានកូនឬក៏មិនទាន់មានកូនទេគឺខ្ញុំប្រឹងរហូតប្រឹងមិនដែលឈប់ខ្ញុំធ្វើរហូតមិនដែលដាក់ដៃទេតាំងពីកូនទី1រហូតដល់កូនទី3នេះដោយបងប្អូនឃើញនៅក្នុងវីដេអូស្រាប់ហើយខ្ញុំមួយថ្ងៃមើលថែកូនណាពេលព្រឹកបើកភ្នែកឡើងបើសិនជាមិនបានមួយទឹកចង់សក់ឲ្យកូនស្អាតបាតស្លៀកពាក់បានស្អាតបាតទេគឺមានអារម្មណ៍ថាជីវិតដូចបរាជ័យហ្មងណាតែនៅពេលដែលឃើញកូនស្លៀកពាក់ស្អាតបាតចងសក់ស្អាតបាតចេះហើយមានអារម្មណ៍ថាជីវិតយើងគឺជោគជ័យបានមួយកម្រិតដែររាល់ថ្ងៃនិយាយពីការងារពេញដៃការងារផ្ទះធ្វើវិលជុំមិនចេះអស់ថែមទាំងការងាររកស៊ីទៀតហើយនៅមកធ្វើការងារក្រៅម៉ោងទៀតគឺការងារកាត់ក្តីឲ្យកូននៅពេលដែលកូនឡើងសវនាការម្ដងម្ដាយចង់បែកទ្រូង